វានឹង check មកថាតើ salary ដែលគេបោះចូលមកនេះវានៅក្នុង rank មួយណាថ្ងៃនេះគឺខ្ញុំមកចែករំលែកអ្នកគ្នាតាក់ទងទៅនឹង one expression អញ្ចឹង one expression បើសិនជាអ្នកគ្នាដឹងទេថានៅក្នុង one expression គឺនៅក្នុង Kotlin programming language អញ្ចឹងនៅក្នុង Kotlin programming language គឺគេបង្កើត one expression មកគឺដើម្បី replace Java switch case នៅក្នុង Java អញ្ចឹង replace មកយ៉ាងដោយសារតែ one expression នៅក្នុង Kotlin គឺវា powerful ជាង switch case នៅក្នុង Java វា powerful ត្រង់ថាគឺវាមិនមែនប្រើតែ single value តែមុខបានទេគឺវាប្រើ multiple condition នៅក្នុងហ្នឹងហើយជាពិសេសគឺយើងមិនចាំបាច់ប្រើវាជាមួយនឹង argument ក៏បានដែរអញ្ចឹងវាស្រួលមែនតើអញ្ចឹងបើសិនជាយើងមើល real example របស់ខ្ញុំឧទាហរណ៍ឲ្យសិស្សថាគេ store លេខ1លេខ2លេខ3លេខ4លេខ5រហូតដល់លេខ7នៅក្នុង database តំណាងឲ្យពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យអញ្ចឹងលេខ1គឺតំណាងឲ្យថ្ងៃច័ន្ទលេខ2តំណាងឲ្យថ្ងៃអង្គារលេខ3តំណាងឲ្យថ្ងៃពុធរហូតដល់ថ្ងៃអាទិត្យអីទៅត្រឹមលេខ7នៅក្នុងហ្នឹងនៅពេលដែលគេបោះហៅ function គេបោះតម្លៃចូលមកកាន់ argument របស់វាអញ្ចឹងកន្លែងនេះ function យើងមាន parameter មួយដែល accept integer ហើយនៅពេលដែលយើងបោះចូលមកគឺយើង check មើលថាបើសិនជាលេខហ្នឹងជាលេខ1យើងនឹងបង្ហាញទៅកាន់ user ថាថ្ងៃច័ន្ទហ្នឹងថ្ងៃច័ន្ទហើយលេខ2ថ្ងៃអង្គារលេខ3ថ្ងៃពុធលេខ4ថ្ងៃពហុអូខេអញ្ចឹងហ្នឹងគឺយើងសរសេរជាមួយនឹង argument ហើយសរសេរបែប expression ក៏ប៉ុន្តែក្នុង case មួយទៀតគឺយើងអាចសរសេរលក្ខខណ្ឌនៅក្នុងហ្នឹងហ្មងយើងមិនបាច់ប្រើ argument ទេសួរថាពេលណាគេអត់ប្រើ argument នៅពេលដែលលក្ខខណ្ឌហ្នឹង complex មានភាពស្មុគស្មាញ multiple 3 4បញ្ចូលគ្នាគេនឹងប្រើវានៅក្នុង one ដោយមិនប្រើ argument ទេអញ្ចឹងនៅក្នុងនេះអាចមានលក្ខខណ្ឌបន្ថែម3 4 5ទៀតនៅក្នុងមួយជួរវាហ្នឹងអញ្ចឹងនៅពេលដែលគេ check គឺគេ check ហ្មងថាអូខេឥឡូវធំជាងប៉ុណ្ណឹងគឺ90អញ្ចឹងបើសិនជាតូចជាងហ្នឹងវានឹងចូលមក check ទី2ឯងអញ្ចឹងបើតូចជាង90តើវាធំជាង80បាត់បើសិនជាធំជាង80វានឹងចូលមកកាន់ប្រទេស B រហូតដល់ធ្លាក់អូខេក៏ប៉ុន្តែខ្ញុំមានមួយទៀតគឺតាក់ទងទៅនឹង rank check អញ្ចឹង rank check គឺខ្ញុំប្រើសម្រាប់ check ទៅលើ basic example មួយដែលតាក់ទងទៅនឹង rank salary អញ្ចឹង rank salary check ហ្នឹងគឺទី1ខ្ញុំ check ទៅលើថាបើសិនជាលេខកូដ00គឺតំណាងឲ្យការងារ internship position internship អញ្ចឹង internship ចាប់ពី$200ដល់$300សម្រាប់ធនាគារទូទៅអានេះក៏ខ្ញុំទាយណាអញ្ចឹងនៅពេលដែលយើងឃើញលេខកូដប៉ុណ្ណឹងគឺវាតំណាងឲ្យ internship អញ្ចឹងក៏យើង check មើលថាបើសិនជាលុយដែលគេបោះចូលមកក្នុង rank ហ្នឹងប្រកាសថាម្នាក់ហ្នឹងគឺជាអ្នក internship ហើយអញ្ចឹងយើងមាន internship យើងមាន junior យើងមាន senior យើងមាន team leader យើងមាន manager អញ្ចឹងនៅក្នុងហ្នឹងគឺយើងអាចប្រើ rank check បានជាមួយនឹង one expression rank check ហ្នឹងគឺនៅពេលដែលគេបោះ salary គាត់ចូល plot តើ rank salary គាត់នៅក្នុង in operator វានឹង check មកថាតើ salary ដែលគេបោះចូលមកនេះវានៅក្នុង rank មួយណាអញ្ចឹងបើសិនជាបោះមកដូចខ្ញុំអញ្ចឹងលុយខ្ញុំប្រាក់ខែខ្ញុំ3000ជាងបោះមក boom តែខ្ញុំមិន manager ផងខុសគេអញ្ចឹងបើសិនជាបោះមកថាអូបើសិនជាបោះមក250ប្រកាសថាម្នាក់ហ្នឹងគឺជាអ្នក internship ហើយឬក៏បោះមកចាប់ពី350ទៅដល់500ម្នាក់ហ្នឹងគឺ junior បោះមកចាប់ពី600ដល់1200ម្នាក់ហ្នឹង senior ឬក៏បោះមកចាប់ពី1500ដល់2000គាត់គឺជា team leader អញ្ចឹងទៅអញ្ចឹងអានេះគឺជាការរៀបរាប់ត្រួសរបស់ខ្ញុំតាក់ទងទៅនឹង one expression ក៏ប៉ុន្តែវាមានច្រើនជាងនឹងទៀតទៅតាម business requirement ជាក់ស្ដែងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយកុំភ្លេច share វីដេអូនេះឲ្យមិត្តភ័ក្តិដែលរៀន Kotlin ផងហើយជួបគ្នានៅវីដេអូក្រោយបាយបាយ